នេះមកចង់ញ៉ាំក្បាលជ្រូកអាំងទឹកប្រហុកយកវាទៅអាំងយកវាទៅស្ងោរជាមុនសិនចាំសក់ទឹកតែហើយនឹងស្រាដាក់ស្ងោរវាប្រហែលជា10នាទីបងកាលណាដែលយើងស្ងោរឆ្អិនហ្មងគឺអត់កើតទេតែប៉ុណ្ណឹងមកគឺស្រង់ឡើងហើយកាត់វាដំៗនឹងប៊ីចេងហើយនឹងស្ករសសាសូរ៉ាឌីទឹកម្ទេសប្រេងខ្យងហើយបំផ្លាញជាមួយនឹងសាតែម្សៅព្រាដែរបងហើយក៏ដាក់ជាមួយនឹងប្រេងម្ទេសដែរដើម្បីវាមានពណ៌ស្អាតហើយធ្វើការច្របល់វាឲ្យសព្វហើយនឹងប្រអាប់វាប្រហែលជា15នាទីអីហ្នឹងគឺយកវាទៅអាំងបានហើយបងនេះដែរគឺជ្រាមវាឲ្យមកជាមួយនឹងកលខេលខូចដេងចូលខ្ទឹមក្រហមហើយនឹងម្ទេសនឹងប៊ីចេងប្រាំងស៊ូហ្គោហើយនឹងទឹកក្រូចឆ្មាហើយក៏ដាក់ជាមួយនឹងសណ្ដាប់គោស្រស់ Carnation ណាយកមកធ្វើម្ហូបគឺឈ្ងុយឆ្ងាញ់ខ្លាំងមែនតើបងគឺអូនរ៉ាត់ឲ្យ10លើ10ហ្មងមិនថាធ្វើភេសជ្ជៈឬម្ហូបឯងគឺមកអូនតាំងប្រើរហូតហើយដាក់សណ្ដែកដីលីងចូលគឺរួចចេញបងហុកខាប់អញ្ចឹងណាយើងដុះវាឲ្យដល់ហើយញ៉ាំជាមួយនឹងបន្លែនឹងសាជាតិហ្មងខាងគឺយកមកញ៉ាំនៅវាស្រែទៀតម្ហូបឆ្ងាញ់ហើយនឹងទេសភាពអែមទៀតដល់ណាក៏មានពូដែរអាល់កុហុលនិងអាល់ខៀវនឹងក៏មានមុខរហូតសាណាជូនវ៉ាន់អត់ឈប់ឆានិយាយទៅចង់ចិញ្ច្រាំមានគ្នាច្រើនអញ្ចឹងគឺស្រួលណាស់បងជូនតែមួយផ្លែតហើយហ្មងមានទាំងក្តាមអំបិលម្ទេសហើយនឹងក្បាលជ្រូកអាំងចេះទៅតំណងណាស់បងយកជាមួយនឹងទឹកប្រហុកខាប់ចេះទៅគឺជាតិហ្មង哎呦我的妈！ហើយទស្សនភាពរបស់គេវិញគឺស្អាតខ្លាំងមែនតើពេលដែលថ្ងៃលើខ្យល់ឡើងទៅជាគឺថាឡើង fresh ខ្លាំងមែនតើបាយបងអំពុំមីងយីតា